ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតតាក់ទងជាមួយនឹងរបៀបសរសេរសារប្រយោជន៍លទ្ធផលស្រាវជ្រាវមានន័យថានៅពេលដែលយើងធ្វើការសិក្សាស្រាវជ្រាវហើយយើងយកលទ្ធផលមកសរសេរមានថានៅក្នុងចម្ពោះទី5នៅពេលរៀនប្រមូលទិន្នន័យហើយរៀនចម្ពោះទី6អញ្ចឹងពេលហ្នឹងយើងសរសេរពិភាក្សាលទ្ធផលអញ្ចឹងក្នុងពិភាក្សានោះគឺមានធាតុមួយដែលគេហៅថា research implication មានន័យថាតើលទ្ធផលនៃការស្រាវជ្រាវរបស់យើងនឹងវាមានសារៈប្រយោជន៍អ្វីខ្លះអញ្ចឹងសួរថានៅពេលដល់ចំណុចហ្នឹងតើយើងត្រូវសរសេរយ៉ាងដូចដូចឬក៏មានលក្ខណៈអ្វីខ្លះដែលយើងត្រូវបញ្ចូលឬពិចារណានៅពេលដែលយើងសរសេរតាក់ទងជាមួយនឹងសារៈប្រយោជន៍លទ្ធផលនៃការស្រាវជ្រាវឬក៏ភាសាអង់គ្លេសហៅថា research implication អញ្ចឹងនៅក្នុងនេះគឺចង់បង្ហាញជូនលោកគ្រូអ្នកគ្រូថាតើសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវនោះគឺមានលក្ខណៈដូចតែអញ្ចឹងកាលណាគេនិយាយពីសារៈប្រយោជន៍លទ្ធផលការស្រាវជ្រាវនោះគឺគេសំដៅទៅលើការយកលទ្ធផលស្រាវជ្រាវដែលយើងទទួលបានពីការសិក្សាទៅលើប្រធានបទណាមួយយើងយកទៅឆ្លុះបញ្ចាំងទៅលើទិដ្ឋភាព3សំខាន់មានថាទិដ្ឋភាពទី1គឺយើងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គមហើយទិដ្ឋភាពសង្គមហ្នឹងគឺនៅពេលដែលយើងសរសេរហ្នឹងគឺយើងសរសេរចង្អុលបង្ហាញប្រាប់គេថាតើអត្ថផលដែលយើងទទួលបានពីការស្រាវជ្រាវនោះវាមានប្រយោជន៍អ្វីទៅដល់ទិដ្ឋភាពសង្គមគឺទៅដល់គោលនយោបាយតាក់ទងជាមួយនឹងផ្នែកឬក៏វិស័យដែលពាក់ព័ន្ធតើលទ្ធផលយើងរកឃើញមានប្រយោជន៍អ្វីទៅដល់ការអនុវត្តគោលនយោបាយឬក៏ការកែប្រែគោលនយោបាយដែលគេកំពុងអនុវត្តឬបានអនុវត្តហើយទី2នេះគឺសំដៅទៅលើលទ្ធផលដែលយើងរកបាននឹងយកទៅឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពប្រតិបត្តិមានន័យថាតើលទ្ធផលដែលយើងរកបានចេញពីការសិក្សាស្រាវជ្រាវនឹងវាមានប្រយោជន៍អ្វីទៅលើការអនុវត្តជាក់ស្ដែងហើយនឹងទិដ្ឋភាពចុងក្រោយនេះគឺតកតងជាមួយទិដ្ឋភាពគរុសភាដែលយើងហៅថា academic relevance អញ្ចឹងនៅក្នុងទិដ្ឋភាពគរុសភានេះគឺមានរូបភាពពីរមានន័យទី1មានន័យថាតើលទ្ធផលដែលយើងរកឃើញនឹងអាចឆ្លុះបញ្ចាំងអ្វីខ្លះទៅលើទ្រឹស្ដីមានន័យថាតើវាមានធាតុអ្វីដែលបន្ថែមលើទ្រឹស្ដីឬក៏ទ្រឹស្ដីអាចមានចំណុចខ្វះខាតឬចន្លោះផុងយ៉ាងដូចម្ដេចហើយទី2នេះគឺសំដៅទៅលើការធ្វើសំណើទៅដល់អ្នកស្រាវជ្រាវផ្សេងដើម្បីឲ្យគាត់យកចំណុចដែលលំអៀងឬក៏ចំណុចដែលខ្វះខាតហ្នឹងដែលលេចចេញពីការស្រាវជ្រាវហ្នឹងយកទៅធ្វើការស្រាវជ្រាវបន្តអញ្ចឹងនិយាយជារួមនៅពេលដែលគេនិយាយពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវគឺគេសំដៅទៅលើធាតុ3ហ្នឹងមានថាគឺសារៈប្រយោជន៍ហ្នឹងវាបង្ហាញទៅលើទិដ្ឋភាពសង្គមបង្ហាញទៅលើទិដ្ឋភាពប្រតិបត្តិនិងបង្ហាញទៅលើទិដ្ឋភាពគរុសភាប៉ុន្តែរបៀបសរសេរចង់ឲ្យលោកគ្រូចាប់អារម្មណ៍តិចអញ្ចឹងនៅពេលដែលគេសរសេរហ្នឹងគឺគេសរសេរជាលក្ខណៈប្រហាក់ប្រហែលឬក៏សរសេរជាលក្ខណៈទូលំទូលាយមិនមែនមានន័យថាគេសរសេរនឹងសំដៅទៅលើសកម្មភាពជាក់ស្ដែងពីព្រោះបើសំដៅទៅលើសកម្មភាពឬការអនុវត្តជាក់ស្ដែងពេលហ្នឹងវាមិនមែនជា research implication ទេមានថាវាមិនមែនជាសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវទេវានឹងคล้ายទៅជាអនុសាសន៍លទ្ធផលស្រាវជ្រាវវិញប៉ុន្តែក្នុងវីដេអូនេះដូចលោកគ្រូសំអូនបញ្ជាក់អញ្ចឹងមានថាសំដៅទៅលើ research implication អញ្ចឹងកាលណាគេនិយាយពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវហ្នឹងគឺគេសរសេរមានលក្ខណៈទូលំទូលាយគេគ្រាន់ថាតើលទ្ធផលដែលយើងរកឃើញហ្នឹងវាមានសារៈប្រយោជន៍អ្វីខ្លះទៅលើទិដ្ឋភាព8ហ្នឹងអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូសរសេរលទ្ធផលសិក្សាស្រាវជ្រាវលោកគ្រូត្រូវពិចារណាទៅលើចំណុចហ្នឹងនៅពេលដែលលោកគ្រូសរសេរអំពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវថាតើសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវរបស់លោកគ្រូដែលរកឃើញចេញពីប្រធានបទណាមួយហ្នឹងតើវាមានសារៈប្រយោជន៍ជាទូទៅយ៉ាងម៉េចទៅលើទិដ្ឋភាពសង្គមទៅលើទិដ្ឋភាពប្រតិបត្តិនិងទៅលើទិដ្ឋភាពគរុសភាអញ្ចឹងអានេះគឺលោកគ្រូសំអូនស្រុបវិញដើម្បីឲ្យលោកគ្រូបានច្បាស់មានថាដល់ពេលលោកគ្រូសរសេរតាក់ទងជាមួយ research implication លោកគ្រូសរសេរមានលក្ខណៈទូលំទូលាយសរសេរអំពីថាតើលទ្ធផលដែលយើងរកឃើញមានប្រយោជន៍អ្វីខ្លះទៅលើទិដ្ឋភាព8ហ្នឹងឬក៏លើទិដ្ឋភាពណាមួយក្នុងចំណោមទិដ្ឋភាព8ហ្នឹងអញ្ចឹងទិដ្ឋភាពប្រតិបត្តិទិដ្ឋភាពសង្គមឬក៏ទិដ្ឋភាពគរុសភាបាទអញ្ចឹងអានេះគឺជួនឧទាហរណ៍ដល់លោកគ្រូដើម្បីពិចារណាគ្នាថាតើគេសរសេរសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវយ៉ាងដូចម្ដេចអញ្ចឹងឥឡូវលោកគ្រូសំអូនលើកតាក់ទងជាមួយនឹងទិដ្ឋភាពសង្គមគឺផ្នែកគោលនយោបាយអញ្ចឹងដោយលោកគ្រូបានឃើញអញ្ចឹងឧទាហរណ៍ថាការសិក្សាអំពីផលប៉ះពាល់នៃខ្យល់ពុលលើសុខភាពសាធារណៈគឺបានផ្ដល់អត្ថប្រយោជន៍ជាសារវ័នដល់ការបង្កើតគោលនយោបាយបរិស្ថានលទ្ធផលដែលបានរកឃើញតែនេះគឺអាចត្រូវបានប្រើប្រាស់ជាធាតុចូលដល់រដ្ឋាភិបាលក្នុងការកំណត់ច្បាប់បំភាយជាតិពុលឬក៏ការរឹតបន្តឹងការរក្សាស្តង់ដារគុណភាពខ្យល់បរិសុទ្ធដើម្បីបង្ការនិងការពារសុខភាពសាធារណៈអញ្ចឹងលោកគ្រូមើលឃើញកន្លែងនេះហៅថា research implication មិនមែន research recommendation លោកគ្រូណាកុំច្រឡំណាមិនមែនអនុសាសន៍ស្រាវជ្រាវទេគឺជាសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវតើលទ្ធផលដែលយើងរកឃើញនេះវាមានប្រយោជន៍អ្វីទៅដល់ផ្នែក
សង្គមឬទស្សនវិជ្ជាសង្គមលើផ្នែកគោលនយោបាយអញ្ចឹងគេទៅសេឲ្យមានលក្ខណៈទូលំទូលាយគេសេអត់មានសំដៅទៅលើសកម្មភាពពីព្រោះកាលណាលោកគ្រូសេសំដៅលើសកម្មភាពមានថាពេលហ្នឹងលោកគ្រូឈានពី research implication ឈានហួសពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវទៅដល់អនុសាសន៍ស្រាវជ្រាវអញ្ចឹងបញ្ជាក់ជូនហើយណាដើម្បីឲ្យលោកគ្រូភាពខុសគ្នាឃើញពោលវីដេអូក្រោយលោកគ្រូសម្បូរនឹងបង្ហាញតទៅជាមួយអនុសាសន៍ស្រាវជ្រាវប៉ុន្តែក្នុងវីដេអូនេះសូមឲ្យលោកគ្រូនឹងយល់ពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវសិនបាទថានេះទីហោមួយទៀតដាក់ជូនលោកគ្រូដើម្បីកាន់តែច្បាស់អញ្ចឹងគឺដដែលតកតងជាមួយនឹងទស្សនវិជ្ជាផ្នែកខាងសង្គមឬទស្សនវិជ្ជាសង្គមតកតងជាមួយនឹងគោលនយោបាយអញ្ចឹងការសារអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើការងារកសិកម្មគឺមានសារៈប្រយោជន៍ដល់ការសម្រេចចិត្តលើគោលនយោបាយការអនុវត្តការកសិកម្មលទ្ធផលស្រាវជ្រាវបានចង្អុលបង្ហាញពីភាពចាំបាច់ដែលឈានដល់ការកែសម្រួលគោលនយោបាយការធ្វើការងារកសិកម្មការលើកកម្ពស់ការប្រតិបត្តិកសិកម្មចីរភាពឬការជំរុញការដាំដំណាំផ្សេងៗដែលធន់នឹងអាកាសធាតុដើម្បីធានាបាននៅស្ថិរភាពស្បៀងអញ្ចឹងលោកគ្រូមើលកន្លែងហ្នឹងណាអញ្ចឹងការរសេសូមបញ្ជាក់ជូនលោកគ្រូហើយណាលោកគ្រូមើលម្ដងទៀតមានថាគេរសេមានលក្ខណៈទូលំទូលាយហើយចំណុចពីរនេះគឺគេផ្ដោតទៅលើទស្សនវិជ្ជាសង្គមដែលផ្ដោតទៅលើផ្នែកគោលនយោបាយមានថាមានប្រយោជន៍អ្វីទៅដល់គោលនយោបាយសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវយើងរកឃើញនេះមានប្រយោជន៍អ្វីដល់ផ្នែកគោលនយោបាយបាទចំពោះមួយទៀតនេះគឺតកតងជាមួយទស្សនវិជ្ជាប្រតិបត្តិអញ្ចឹងទស្សនវិជ្ជាប្រតិបត្តិលោកគ្រូមើលទីហោទាំងអស់គ្នាការសារអំពីប្រសិទ្ធភាពនៃវិធីបង្រៀនសម្រាប់ការបង្កុមារតូចគឺមានសារៈសំខាន់ដល់ទស្សនវិជ្ជាប្រតិបត្តិសម្រាប់អ្នកអប់រំលទ្ធផលនៃការស្រាវជ្រាវនេះអាចធ្វើឲ្យមានការផ្លាស់ប្ដូរវិធីបង្រៀននៅក្នុងថ្នាក់រៀនឬការបង្កើតកម្មវិធីបណ្ដុះបណ្ដាលគន្លងអាជីពគ្រូបង្រៀនសម្រាប់ការបង្កុមារតូចដើម្បីជួយជំរុញនិងបង្កើនការចូលរួមនិងលទ្ធផលនៃការសិក្សារបស់ពួកគេអញ្ចឹងលោកគ្រូមើលហើយណាលោកគ្រូមើលរបៀបសរសេរអញ្ចឹងរបៀបសរសេរដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងគឺគេសរសេរអំពីតើលទ្ធផលហ្នឹងវាមានសារៈសំខាន់និងមានសារៈប្រយោជន៍អ្វីទៅដល់ផ្នែកកម្មប្រតិបត្តិអញ្ចឹងផ្នែកប្រតិបត្តិហ្នឹងគឺគេផ្ដោតទៅលើអ្នកប្រតិបត្តិហ្នឹងតើវាមានប្រយោជន៍អ្វីដល់អ្នកប្រតិបត្តិប៉ុន្តែគេមិនសរសេរបែបជាសកម្មភាពជាក់លាក់ទេពីព្រោះអានេះវាជា research implication វាជាសារៈប្រយោជន៍នៃលទ្ធផលស្រាវជ្រាវអញ្ចឹងគេសរសេរឲ្យមានលក្ខណៈទូលំទូលាយគ្រាន់គេថាតើលទ្ធផលហ្នឹងវាមានប្រយោជន៍អ្វីទៅដល់ទស្សនវិជ្ជាប្រតិបត្តិនេះគឺឧទាហរណ៍មួយទៀតជូនលោកគ្រូដើម្បីកាន់តែច្បាស់តកតងជាមួយទស្សនវិជ្ជាប្រតិបត្តិដដែលការសារអំពីប្រសិទ្ធភាពនៃវិធីបង្រៀនថ្មីៗក្នុងការជំរុញលទ្ធផលការសាររបស់សិស្សអនុវិទ្យាល័យគឺបានផ្ដល់គំនិតស៊ីជម្រៅលើការប្រតិបត្តិសម្រាប់អ្នកអនុវត្តលទ្ធផលស្រាវជ្រាវនេះបានបង្ហាញផ្លូវដល់អ្នកអប់រំក្នុងការទទួលយកវិធីបង្រៀនថ្មីៗទាំងនោះដើម្បីអនុវត្តក្នុងថ្នាក់រៀននិងជាពិសេសក្នុងការបង្កើនការចូលរួមធ្វើសកម្មភាពរៀននិងលទ្ធផលការសាររបស់សិស្សអញ្ចឹងលោកឃើញអត់ការសរសេរនេះគឺគេបញ្ជាក់ឲ្យគេលក្ខណៈទូលំទូលាយមានថាលទ្ធផលយើងរកឃើញវាមានប្រយោជន៍អ្វីឬក៏ប្រយោជន៍យ៉ាងដូចម្ដេចទៅដល់ទស្សនវិជ្ជាប្រតិបត្តិអញ្ចឹងជូនលោកគ្រូមួយទៀតតកតងជាមួយនឹងទស្សនវិជ្ជាគ្រូសភាដែលហៅថា academic relevant គ្រូសភានេះគឺមានន័យថា academic លោកគ្រូណាឬក៏មួយទៀតហៅថាទស្សនវិជ្ជាសិក្សាធិការអញ្ចឹងតើវាមានលក្ខណៈដូចតែអញ្ចឹងដូចខ្ញុំបញ្ជាក់ជូនលោកគ្រូអញ្ចឹងគឺសេឲ្យទូលាយដូចគ្នាបាទអញ្ចឹងការសិក្សាអំពីការជះឥទ្ធិពលនៃកត្តា Gen លើបញ្ហាសុខភាពខួរក្បាលបានបង្ហាញពីវិធីថ្មីផ្សេងៗទៀតសម្រាប់ធ្វើការសិក្សាបន្តលទ្ធផលស្រាវជ្រាវនេះបានចង្អុលបង្ហាញការសិក្សាបន្តនៅពេលអនាគតដោយផ្ដោតលើ Gen ជាក់លាក់ណាមួយឬដំណើរការជីវសាស្ត្រដើម្បីទទួលបានលទ្ធផលកាន់តែស៊ីជម្រៅនិងមានលក្ខណៈវិទ្យាសាស្ត្រលើធាតុដែលបង្កបញ្ហាដល់សុខភាពខួរក្បាលអញ្ចឹងកន្លែងនេះគឺយើងទៅសេតកតងជាមួយសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវឆ្លុះបញ្ចាំងលើទស្សនវិជ្ជាគ្រូសភាគឺឆ្លុះបញ្ចាំងលើការសិក្សាស្រាវជ្រាវបន្តថាតើលទ្ធផលយើងរកឃើញនេះវាមានប្រយោជន៍អ្វីសម្រាប់អ្នកសិក្សាស្រាវជ្រាវផ្សេងៗដែលមានបំណងចង់សិក្សាស្រាវជ្រាវបន្តអញ្ចឹងយើងទៅសេឲ្យឃើញចន្លោះប្រហោងដែលយើងរកឃើញអាចថាធាតុលំអៀងដែលយើងរកឃើញឬក៏ភាពខ្វះចន្លោះដែលយើងមិនបានរកឃើញនៅក្នុងលទ្ធផលស្រាវជ្រាវនោះយកអានឹងជាចំណុចមួយដើម្បីបង្ហាញគេថាលទ្ធផលស្រាវជ្រាវរបស់យើងបានធ្វើអញ្ចឹងប៉ុន្តែវាមានភាពខ្វះចន្លោះអញ្ចឹងអ្នកសិក្សាស្រាវជ្រាវអាចយកចំណុចហ្នឹងដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្តប៉ុន្តែដូចខ្ញុំបញ្ជាក់ជូនណាលោកគ្រូទៅសេដែលមានលក្ខណៈទូលំទូលាយអត់ទៅសេផ្ដោតលើសកម្មភាពជាក់លាក់ទេពីព្រោះវាជា implication វាមិនមែនជា recommendation បាទវាជាសារៈប្រយោជន៍មិនមែនជាអនុសាសន៍ហើយនេះគឺឧទាហរណ៍មួយទៀតជូនលោកគ្រូដែរការសិក្សាអំពីចិត្តសាស្ត្រដោយសង្កេតលើកត្តាលូតលាស់បញ្ញារបស់កុមារគឺបានផ្ដល់នូវធាតុចូលបន្ថែមទៀតលើទ្រឹស្ដីក្នុងវិស័យនេះលទ្ធផលស្រាវជ្រាវបានជួយដល់ការកំណត់ទ្រឹស្ដីនិងការយល់ដឹងស៊ីជម្រៅអំពីរបៀបដែលកុមារម្នាក់ៗប្រមូលព័ត៌មានដំណើរការព័ត៌មាននិងឈានដល់ការ
ធ្វើការសម្រេចចិត្តអញ្ចឹងមានន័យថា research implication កន្លែងនេះសារៈប្រយោជន៍នៃលទ្ធផលស្រាវជ្រាវនេះគឺសំដៅទៅលើទ្រឹស្ដីពលលោកគ្រូដឹងហើយថាការឆ្លុះបញ្ចាំងទៅទិដ្ឋភាពគ្រូសុភាមានពីរទី1គឺផ្នែកខាងទ្រឹស្ដីហើយទី2នេះគឺផ្នែកខាងការសិក្សាស្រាវជ្រាវបន្តអញ្ចឹងកន្លែងនេះលទ្ធផលនៃការសិក្សាស្រាវជ្រាវមានប្រយោជន៍តថាម៉េចតថាវាអាចបានបង្ហាញឬកំណត់នៅទ្រឹស្ដីជាលក្ខណៈមួយសម្រាប់តាក់ទងជាមួយនឹងបញ្ហាការលាស់បញ្ញារបស់កុមារហើយក៏វាជាប្រយោជន៍មួយដល់ឲ្យដឹងពីរបៀបពីដំណើរការនៃការប្រើប្រាស់ព័ត៌មានឬក៏ឈានដល់ការសម្រេចចិត្តរបស់កុមារនៅក្នុងការប្រើប្រាស់បញ្ញាអញ្ចឹងកន្លែងហ្នឹងគឺបង្ហាញពីទស្សនវិជ្ជាគ្រូសុភាគឺសំដៅទៅលើទ្រឹស្ដីអញ្ចឹងជារួមមកវិញនៅពេលដែលលោកគ្រូអ្នកគ្រូទៅសេសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវសូមបញ្ជាក់ជូនហើយណា research implication នៅក្នុងជំពូកទី5ឬទី6បាទកន្លែងពិភាក្សាហើយយកលទ្ធផលដែលយើងពិភាក្សាបានហ្នឹងយកមកធ្វើថាតើលទ្ធផលមានសារៈប្រយោជន៍អ្វីខ្លះហើយបន្មួយទៀតតើលទ្ធផលហ្នឹងគឺអាចផ្ដល់អនុសាសន៍យ៉ាងម៉េចទៅដល់ការវត្តជាក់ស្ដែងប៉ុន្តែឡើយនេះយើងសំដៅទៅលើសារៈប្រយោជន៍អញ្ចឹងសារៈប្រយោជន៍នេះគឺសេគេឆ្លុះបញ្ចាំងទៅលើធាតុ3ហ្នឹងធាតុទី1គឺទិដ្ឋភាពសង្គមបាទសំដៅទៅលើការតើលទ្ធផលស្រាវជ្រាវមានប្រយោជន៍អ្វីទៅដល់គោលនយោបាយនៅក្នុងស្ថាប័នឬក៏នៅក្នុងផ្នែកណាមួយទី2នេះគឺលើទិដ្ឋភាពប្រតិបត្តិដែលយើងថាតើលទ្ធផលមានប្រយោជន៍អ្វីដល់ការវិវត្តជាក់ស្ដែងហើយទី3នេះគឺទៅលើទិដ្ឋភាពគ្រូសុភាតើលទ្ធផលមានប្រយោជន៍អ្វីទៅដល់ទ្រឹស្ដីឬក៏មានប្រយោជន៍អ្វីទៅដល់អ្នកសិក្សាស្រាវជ្រាវបន្តអញ្ចឹងលោកគ្រូសម្បូរសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសម្បូរសូមអរគុណសូមជម្រាបលា